anh ấy nấy về pi ngày từ ngày này hai nè cha pi ngày mà cha bà thông phải chỉ 3 ngày ơi ban ngút bông cha thông chừng nấu của dương từ tam nấu ấy tì từ 4 ngày gì từ សូមជម្រាបសួរទស្សនិកជនដែលកំពុងតាមដានសារព័ត៌មាន Digital ថ្មីថ្ងៃនេះនាងខ្ញុំរស់ហានីបានចុះមកដល់សហគមន៍កំពង់ឃ្លាំងចានេះជារដូវត្រីឆ្អើររបស់សហគមន៍កំពង់ឃ្លាំងដែលមានភាពល្បីល្បាញយូរហើយត្រីឆ្អើរច្រើនមែនទែនជាប្រភេទត្រីស្រកាអូនជូនអូនដាក់ខាងនោះទៅខ្ញុំឈ្មោះច័ន្ទណាបងបងអ្នកនៅកំពង់ឃ្លាំងនេះហ្មងនៅកញ្ញាណាបងចានៅកំពង់ឃ្លាំងហ្នឹងបងហើយប្រកបរបរត្រីឆ្អើរនោះមួយឆ្នាំទេបងយូរដែរចាយូរដែរ10 ឆ្នាំជាងណា30ហ្នឹងហើយតាំងពីប្រកបរបរនេះមកយើងកាលពីប្រកបរបរត្រីឆ្អើរមានទៅអីទៀតខ្ញុំធ្វើចការស្ដែកចាបងមានត្រីអីខ្លះដែលយើងយកមកឆ្អើរនេះបងយកឆ្អើរមានត្រីរៀលត្រីឆ្កោកត្រីក្រោះត្រីចកែងចាហើយទីផ្សារវិញយើងយកទៅណាដែរទីផ្សារទៅតាមទៅពេញទៅខេត្តយើងនេះឯងយើងយកទៅលក់ផ្ទាល់ឬក៏អត់មកយកចាហើយទីផ្សារវិញមិនដែរបងតម្លៃរៀងអត់សូវថ្លៃដូចឆ្នាំមុនទេបងរៀងថោកជាងអត់អីទេបងអើយព្រោះអើយយើងសេដ្ឋកិច្ចវាជ្រូកច្បល់ពេកស្រុកទេសហើយមកក្រាស់បានប៉ុន្មានបងមកក្រាស់បាន1300 1500អាតូចបាន800 800ចាជាការពេញនិយមត្រីប្រភេទត្រីឆ្អើរនេះគេយកទៅធ្វើសម្លដូចជាម្ហូបអាហារអីខ្លះដែរបងអាចជារៀបរាប់បានទេបងបើយកទៅធ្វើអាហារមានដូចជាសឡំប្រហើឡម្ជូរបុកម្ជូរស្វាយជូរអុយចាញ៉ាំត្រីឆ្អើរញ៉ាំអុយហើយក្នុងមួយថ្ងៃឆ្អើរបានប្រហែល100ក្រាស់ទេបងឆ្អើរថ្ងៃណាបាន400-500ក្រាស់ហើយណាតាមទិញត្រីបានច្រើនពូធ្វើបានច្រើនបានចាត្រីយកនេសាទខ្លួនឯងឬក៏យកខ្ញុំទិញគេទេបងចាទិញគេទេបានរោខ្លួនឯងហើយសប្តាហ៍យើងលក់រៀលឬមួយបោះឲ្យម៉ួយបងចាបោះឲ្យម៉ួយផងយើងលក់រាយផងម៉ួយហ្នឹងមកពីខាងណាដែលគាត់មកទទួលម៉ួយមកពីខាងស្ទងអីសៀមរាបចាទៅពេញខ្លះចាអត់ទៀងដែរបាយរៀបរាប់ពីដំណើរការនៃការឆ្អើរពីបានដំបូងរៀបរាប់មិនប្រមូលទៅបានត្រីឆ្អើរលក់ទេបងពីដំបូងមកយើងទិញស្រស់ពីគេមកយើងយកមកកាត់ក្បាលចាជូលគេកាត់ក្បាលហើយយើងក្លាសេទៅនៅព្រឹកឡើងបានយើងដោតហើយយើងរីបដាក់ហាលថ្ងៃប្រហែលជា2 ម៉ោងអីទៅតែវាជាប់បន្ទុយគ្នាបានយើងលើកយកមកឆ្អើរចាឆ្អើរបានប្រហែលជា2 ម៉ោងអីទៅយើងប្រែមកមិនចេះហៀងទៀតចាហើយរយៈពេលឆ្អើរឆ្អិនល្អចុះប្រហែលជាប្រហែលម៉ោងដែរដើម្បីវាឆ្អិនល្អមកស្ងួតចាមកស្ងួតនេះអានេះវា2 ថ្ងៃថ្ងៃនេះហើយនេះចា2 ថ្ងៃមកចាបាទធំប្រហែលជា3 ថ្ងៃអើយបានស្ងួតបងចាហើយធំជាងនោះក៏យើងទៅតាមនោះអីទីទៅ3-4 ថ្ងៃអីទៅហើយការប្រើភ្លើងវិញមិនដែរបច្ចេកទេសដាក់ភ្លើងអីយ៉ាងម៉េចដែរបងភ្លើងយើងដាក់មកល្មមបងអត់ឲ្យបខំបានទេបើបខំយើងវាខ្លោចចាយើងឲ្យវារិចបន្តិចទៅដើម្បីយើងទុកពេលរវាយូរចាឲ្យវាឆ្អិនតាមតាណាចានេះរដូវកាលត្រីឆ្អើរហ្នឹងប្រហែលខែដែរសម្រាប់អ្នកខាងដែលយើងធ្វើបានប្រចាំឆ្នាំបងបើយើងឥឡូវវាបានតិចរើខែនេះប៉ុន្តែខែនេះចាខែនេះវាបានច្រើនត្រីសបោចាផុតពីខែនេះ
tới ban tích tích ban tích nè ngày luôn tranh ban mà rồi cả đấy ở tỉnh để bồng bồng ngày na miền môi mà tinh có ban bị bay pươn chả cả từ ngày na có bị bay rồi ngày na có ót cha ban ruộng ra ngày đấy ót ban ra ngày tề bồng cha tay ca trái nhân phơi ra ngày đấy cha thơ ra ngày sạch tray của dương à na thông thông cho dương bộ sạch cha bọ sạch đây nè cha miền cha សម្រាប់បងមិនដែលការរបស់ត្រីឆ្អានេះមិនដែលបានជាចំណែកយ៉ាងម៉េចខ្លះសម្រាប់ត្រង់គ្រួសារបងដែរបងចា ពេលមិនសូវបានគ្រប់គ្រាន់ប្រហែលទេបងព្រោះអីយើងរកត្រីស្រស់វាអត់សូវបានដែរចា một hai đấy bạn dừng rồi sơ bản ta រកមិនសូវបានព្រោះគេអត់ឲ្យយើងដាក់អាលបញឹកសាច់ញឹកគេឲ្យរកតែសាច់អំបិលតិចតិចទៅគេដល់ខែបិទជាសាសទៅយើងក៏ពិបាកដែរបងចា អរគុណច្រើន ចាចា មកឈ្មោះអីគេបង ចាខ្ញុំឈ្មោះសុកខេង សុខខេងបងសុខ ចា ខេងប្រកបរបរឆ្អាត្រីនេះប្រហែលឆ្នាំទេបង អូយតាំងពីម៉ែខ្ញុំគិតទៅខ្ញុំចាំងពីកើតមកបដ ாய் ចា តែបន្តរបរនេះតាំងពីម្ដាយមកណាបងណា ចាធំដល់ក្តីមកម៉ែគិតឆ្អើបដ ாய் ចា ហើយមួយថ្ងៃយើងឆ្អាបានប្រហែល100ឆ្កាក់ឆ្កាក់នេះហើយ ចកាអូនចាច្រើនដែលមាន1000ក្រាស់ទៅមាន2000ក្រាស់ទៅដោយត្រីយើងទិញបានអញ្ចឹងណាអូន ហើយសុខខេងត្រីអីខ្លះដែលបងកំពុងឆ្អារាល់ថ្ងៃនេះ មានត្រីក្រោះទៅមានត្រីចកែងទៅមានត្រីរៀលទៅពី3ប្រភេទដែរត្រីឆ្លើយ ហើយសម្រាប់បងកំពុងតែធ្វើនេះយើងត្រីយើងបកចកាចេញសិនចាំមើល អូអានេះថាយើងឆ្អើហើយអញ្ចឹងទៅយើងជួលគេបក ចូលគេបកមកយើងនឹងថឹងសាច់ឲ្យគេចា អាក្លឹងសាច់អត់សបកហើយនឹងអាធម្មតាយ៉ាងម៉េចដែរបង អាមានសបកគេលក់10000គេលក់1គីឡូ20000ចាបើមានសាច់អញ្ចឹងគេលក់1គីឡូ70000ចាចា ទីផ្សារណាដែលគេថាគេពេញនិយមច្រើនបង ចាគឺដូចថាស្រេចបងប្អូនគាត់ទិញយកទៅលក់តគ្នាអញ្ចឹងណាអូនដូចតាមខេត្តតាមនិយាយទៅនិយាយរួមទៅគឺគ្រប់តែគ្នាចាឯងថាគេចង់មកលើកយកមកលក់ក៏គេលើកទៅម្នាក់20-30គីឡូ10គីឡូទៅតែយើងមានមួយដុំ មួយមកពីណាខ្លះដែរបង មួយមកគ្រប់ខេត្តមកពីពេញទៅមកពីខាងកំពង់ចាមទៅកំពង់ធំទៅគ្រប់តែមួយដែរមកយកផោះយើងទៅលក់អញ្ចឹងណាអូន នេះរដូវណាដែលជារដូវឆ្អើត្រីច្រើនជាងគេនៅកំពង់ឆ្នាំងនេះខែណាដែលសម្បូរត្រីច្រើនជាងគេ ខែ12រហូតមកដល់ខែនេះ ខែណាមិនអស់មកដល់ ខែអង្គមនុស្សវាអត់ត្រីមនុស្សមាននៅតែមាន ត្រី អស់ត្រីគឺវាមានដែរមានដូចថាមានខែតិចខែច្រើនចេះណាអូន តែយើងឆ្អើរហូតមក តែយើងនឹងឆ្អែតរហូតដល់ខែភាសាខែអុយចឹងចា ហើយ ក្រៅពីរបរឆ្អើរត្រីនេះបងអត់មានធ្វើអីទៀតទេបង ចាដឹងធ្វើអីផងគឺយើងឆ្អែតទាំង5ទាំងភាសារបស់យើងប្រចាំថ្ងៃអានេះឯង ចា របរស្នូលគ្រូសាបងហ្មងណា ចា មិញហ្នឹងឮបងថាយើងមានយើងជួលគេបកទៀត អានេះយើងជួលគេបក ហ្នឹងហើយ ចា ជួលគេស្អាតដែរ តែអត់ទេជួលគេកាត់ក្បាលគេយកក្បាលហ៊ុនគេទៅដល់ពេលយើងដោតយើងជួលគេចាយើងជួលគេ មកថ្ងៃមានយើងជួលគេប៉ុន្មានអ្នកដែរដើម្បីជួយការងារ អត់ដូចថាគេចង់មកធ្វើក៏ឲ្យគេធ្វើទៅចាគេធ្វើឲ្យគេជួយដោតជួយអីទៅមកគ្នាច្រើនក៏កាន់តែលឿនយើងធ្វើបានលឿនយើងបានសម្រាប់ដៃសម្រាប់ជើងចឹងណាចា គេបានមិនទេបងយើងជួលគេញ៉ាំ អានោះយើងជួលគេដោតបើចំណែកដោតវិញមួយដុំ4000ចាម្ដុំ4000បើថាយើង បានចកា មួយដុំគឺ100ចកចាច្រើនចា បងជាអ្នកឆ្អើរត្រីខ្នាតធំមួយដែរនៅសហគមន៍ហ្នឹងបងនៅមានដឹងនៅក្នុងភូមិតលមានអ្នកឆ្អើរស្តៀងបងអញ្ចឹងប្រហែលជាប្រហែលគ្រូសាទេបង មានបើខាងភូមិខ្ញុំវិញមានតែប្រហែល4 5 6គ្រួសារឯង នេះភូមិអីគេ នៅភូមិស្ពានវិញចា ហើយបងស្អីជាចំណុចពិសេសសម្រាប់ត្រីឆ្អើរនៅក្នុងសហគមន៍កំពង់ផ្ទាំងដែលបងគិតថាជារបរតជំនាន់ហើយមានតែកំពង់ឃ្លាំងទេដែលធ្វើបាន
ចាស្រុកណាក៏គេធ្វើបាត់ដូចតែយើងដែរគេធ្វើបាត់ដូចគ្នាបោឆ្អើត្រី អ្វីដែលជាចំណុចពិសេសនៅកំពង់ឃ្លាំង ខ្ញុំដូចជាមិនឃើញមានអ្វីដែលចំណុចពិសេសផងព្រោះអីគឺមានតែលបទូទៅសម្រាប់យើងធ្វើមានដូចត្រីឆ្អើត្រីទៅយើងរីម៉ូនេះអីទៅមានលបគ្រប់ប្រភេទដែលយើងស្រាប់ចូលចិត្តយើងចង់រកចំណុចពិសេស តើតើជាមួយនឹងត្រីឆ្អើរបស់យើងមានអីគេថាភាពតាក់ទាញភាពឆ្ងាញ់ភាពអីចឹងណា អូមានតែត្រីឆ្អើសម្រាប់ទាញភ្ញៀវក៏ចុះមកក្រោមគាត់មើលទៅគាត់ថាក៏ហូបទៅឆ្ងាញ់ក៏ទិញរបស់យើងទៅចេះណាក៏យើងតាមតគ្នាមកអញ្ចឹងទៅ ហើយឆ្អើចូលផ្លូវអញ្ចឹងមិនដែលភ្ញៀវគាត់មកទស្សនាច្រើនទេ ច្រើនអូនច្រើនថ្ងៃណាគាត់ចុះមកច្រើនឡាន4 5ឡានចុះមកគោលឡើងពេញចុងណាគេចុះមកច្រើនទៅយើងអត់មានបនធ្វើការណាភ្ញៀវក៏ចូលមកច្រើនពេកចេះណាអូនចា បងឥឡូវនេះបងជាអ្នកតចំនួនទី2គ្រប់គ្រួសារហើយតើមិនដែលកូនចៅអីនឹងឲ្យបន្តអាជីពនេះអត់មើល អូយបែបអត់គិតមើលឃើញអត់ដឹងទេព្រោះនេះអត់ដឹងចាំមើលតទៀតព្រោះយើងដឹងទៅរួចដឹងអុយខ្លាចកន្លងយើងទៅអត់ដល់អញ្ចឹងណាអូន តែល្អទេបងគិតថាជារបបមួយដែលសមរម្យមានចំណូលអីត្រូវសមរម្យសម្រាប់គ្រួសារទេបង ចារបរនេះសំរុំឲ្យសម្រាប់យើងធ្វើបានប៉ុន្តែថាយើងធ្វើល្មមសម្រាប់កន្លងរបស់យើងធ្វើទៅរួចតែយើងកុំឲ្យច្រើនពេកទៅអត់រួចទេសោហាត់នឿយច្រើន